រឿងសេចក្តីស្មោះត្រង់របស់ក្មេងប្រុសកំសត់សួស្តីមិត្តភក្តិទាំងឡាយថ្ងៃនេះខ្ញុំនឹងលើកយកសាច់រឿងមួយរបស់ក្មេងប្រុសម្នាក់ឈ្មោះនីតេវដែលឪពុករបស់គាត់បានទទួលមរណភាពតាំងពីគាត់ទៅតែនឹងកើតបានប្រហែលខែប៉ុណ្ណោះនីតេវរស់នៅជាមួយម្ដាយរបស់គាត់នៅក្នុងភូមិតូចមួយនីតេវទើបតែនឹងមានអាយុ12ឆ្នាំប៉ុណ្ណោះហើយម្ដាយរបស់គាត់ធ្វើការជាជាងកាត់ដេរដើម្បីចិញ្ចឹមគ្រួសារនៅក្នុងគ្រួសាររបស់គាត់មិនមានអ្វីច្រើនទេមានតែផ្ទះដែលមានបន្ទប់តូចមួយសម្លៀកបំពាក់ចាស់ៗ2-3សម្រាប់ចង្ក្រានតូចមួយសម្រាប់ចម្អិនអាហារប៉ុន្តែអ្វីដែលពួកគាត់មានគឺសេចក្តីស្រឡាញ់និងគុណតម្លៃនៃជីវិតនីតេវគឺជាក្មេងប្រុសដ៏ឆ្លាតវៃគាត់ខិតខំរៀនសូត្រជួយម្ដាយរបស់គាត់ធ្វើការងារផ្ទះនិងមិនដែលរអ៊ូរទាំឲ្យម្ដាយគាត់ពិបាកចិត្តឡើយប៉ុន្តែជួនកាលគាត់ក៏មានចិត្តមិនស្ងប់ដោយឃើញគ្រួសារគាត់ពិបាកនិងក្រក្រីខ្លាំងណាស់រសៀលមួយខណៈពេលត្រឡប់មកពីសាលានីតេវបានឃើញអ្វីម្យ៉ាងនៅនឹងតាមផ្លូវគាត់ក៏បានអោនចុះហើយដោយការភ្ញាក់ផ្អើលវាគឺជាកាបូបលុយមួយគាត់បានមើលជុំវិញនៅតាមផ្លូវនោះប៉ុន្តែទីនោះគឺស្ងាត់មិនមាននរណាឡើយគាត់ក៏សម្រេចចិត្តបើកកាបូបហើយក៏បានឃើញលុយរាប់ពាន់ដុល្លារអត្តសញ្ញាណប័ណ្ណមួយនិងរូបថតចាស់ៗខ្លះនីតេវឈរគាំងហើយបេះដូងគាត់លោតញាប់ពីព្រោះគាត់មិនដែលឃើញលុយច្រើនបែបនេះហើយគាត់គិតថាលុយនេះនឹងអាចជួយម្ដាយទិញអង្ករបង់ថ្លៃសាលានិងអាចជួសជុលដំបូលផ្ទះដែលបានលិចភ្លុះធ្លាយនោះមួយសន្ទុះចិត្តរបស់គាត់បានគ្របដណ្ដប់ដោយសេចក្តីចង់បានប៉ុន្តែបន្ទាប់នោះគាត់នឹកឃើញអ្វីដែលម្ដាយគាត់តែងតែនិយាយកូនទោះបីជាក្នុងស្ថានភាពក្រលំបាកងងឹតបែបណាក៏ដោយសូមកុំបោះបង់សេចក្តីពិតរបស់កូនឲ្យសោះណាលុយអាចបំពេញក្រពះរបស់កូនប៉ុន្តែភាពស្មោះត្រង់ចិញ្ចឹមចិត្តនិងព្រលឹងសេចក្តីល្អរបស់កូនណា